ស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំយកស្រាមកមុខទៀតយកមកបង្ហាញអ្នកទាំងអស់គ្នាដែលគេឲ្យឈ្មោះថាជាប្រភេទគេហៅ cucumber martini ដែលនៅក្នុងនោះយើងមានជាប្រភេទជីនហើយសម្រាប់ជីនយើងចង់ប្រើប្រភេទជីននេះក៏បានដែរតែថ្ងៃនេះខ្ញុំប្រើជាប្រភេទរូបជីនណាយកមកបង្ហាញអ្នកទាំងអស់គ្នាយើងមានជាប្រភេទជីនយើងមានជាប្រភេទ lemon ហើយ sugar ជាមួយនឹង cucumber យើង cucumber យើងមានជាប្រភេទផ្លែត្រសក់ជាមួយនឹងមួយទៀតយើងមានជាប្រភេទជីអង្កាមអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើជូនអ្នកទាំងអស់គ្នាមើលអញ្ចឹងស្មុននឹងយើងចាប់ផ្ដើមធ្វើជូនអ្នកទាំងអស់គ្នាមើលយើងត្រូវយកកែវរបស់យើង class A ជាមួយនឹងទឹកកកជាទូទៅប្រភេទកែវ martini យើងត្រូវ class A ជាមួយនឹងទឹកកកពីថ្ងៃមុនខ្ញុំបានធ្វើឲ្យម្ដងហើយតែដោយសារខ្ញុំអត់បានបង្ហាញវាជាក់លាក់អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញឲ្យជាក់លាក់ទាក់ទងនឹងការធ្វើម្ដងទៀតណាអូខេអញ្ចឹងយើង class A កែវរបស់យើងមកចាប់ផ្ដើមធ្វើ cucumber martini អូខេអញ្ចឹងខ្ញុំដាក់ស្រា mechanism ជាមួយនឹងshaker ទូចយកមកប្រើអូខេតមកទៀតយើងយក cucumber យើងមកចិតជាកង់សម្រាប់ cucumber យើងចិតសបកក៏បានអត់ក៏បានដែរដោយសារយើងលាងទឹកស្អាតហើយអញ្ចឹងយើងឲ្យតែយើងលាង prefer វាឲ្យស្អាតទៅយើងចិតទៅខ្ញុំថ្ងៃនេះខ្ញុំដាក់4ចំណិតអូខេអញ្ចឹងជាមួយនឹងជីអង្កាមខ្ញុំដាក់តែ2តងឯទេដោយសារយើងដាក់ឲ្យវាជះក្លិនមានជីអង្កាមជាមួយនឹងត្រសក់អញ្ចឹងណាយកម៉ាត់លើមកយើងយកម៉ាត់អូខេអញ្ចឹងបន្តមកទៀតយើងយកម៉ាត់លើមកយើងម៉ាត់វាឲ្យបែកល្អប្រើស្រាជាទូទៅយើងប្រើប្រភេទ10 45 15 60អូខេប្រើក្រូចឆ្មា15 sugar 10ជាទូទៅយើងប្រើតែ sugar 10ទេដោយសារបើសិនជាយើងដាក់ទឹកស្ករច្រើនពេកធ្វើឲ្យស្រារបស់យើងវាខ្សោយអូខេអញ្ចឹងយើងចាប់ផ្ដើមដាក់ទឹកកកជាទូទៅប្រភេទកម្របនេះដោយតែយើងមូលលើចេញសិនមិនយើងបើកចេញណាយើងចាក់ទឹកកកយើងចេញចាប់ផ្ដើមcucumber martini របស់យើងហើយអូខេអញ្ចឹងសម្រាប់ cucumber martini របស់យើងហើយអញ្ចឹងសម្រាប់ decoration យើងអាច decoration ជាជីអង្កាមក៏បានជាប្រភេទ cucumber ក៏បានដែរអូខេ